សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីការពិនិត្យមើលសារនៅក្នុង spam មានន័យថាបើសិនជាយើងមិនមែនជា friend ជាមួយនឹងគ្នានៅក្នុងបណ្ដាញសង្គម Facebook ទេមានន័យថាពេលដែលគេផ្ញើសារមកគឺវាចូលទៅក្នុងប្រអប់ spam អញ្ចឹងបងប្អូនមើលវីដេអូដែលខ្ញុំគូសរង្វង់ពណ៌ក្រហមជាជំនាញដើម្បីទទួលបានចំណេះដឹងថ្មីៗអំពី Facebook ពីព្រោះ Facebook គឺជាផ្នែកមួយដែលយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងបងប្អូនចុចកន្លែង app Facebook មួយហើយបន្តមកទៀតបងប្អូនចូលកន្លែង Messenger កន្លែងនៅខាងលើផ្នែកខាងស្ដាំបងប្អូនចុចវាមកហើយបន្តមកទៀតបងប្អូនចូលទៅសញ្ញាត្រេ3ផ្នែកខាងក្រោមហើយបន្តមកបងប្អូននឹងចូលទៅទំព័រថ្មីមួយទៀតនេះកន្លែងនេះ message request មានន័យថាការស្នើសុំផ្ញើសារអញ្ចឹងអាកន្លែងនេះគឺសំខាន់បងប្អូនចុចវាមួយមកហើយបន្តមកទៀតបងប្អូននឹងចូលទៅកន្លែង spam ហ្នឹងគឺដោយដែលខ្ញុំបានដាក់ឧទាហរណ៍អញ្ចឹងបងប្អូនចុចកន្លែងនេះមួយទៀតមក spam បើសិនបើជាមានសារណាដែលផ្ញើមកដោយសារតែ spam គេសំដៅទៅលើបើសិនជាយើងមិនមែនជាមិត្តភក្តិជាមួយគ្នានៅក្នុងបណ្ដាញសង្គមឬមកកណ្ដាលណាផ្ញើសារចម្លែកគឺវាចូលទៅកន្លែង spam ហ្នឹងទាំងអស់ប៉ុន្តែជាឧទាហរណ៍ដោយសារតែទូរស័ព្ទដៃរបស់ខ្ញុំឧស្សាហ៍ចូលទៅមើលអញ្ចឹង spam វាអត់សូវមានទេអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងឧស្សាហ៍ចូលមើលជាពិសេសគឺអ្នកលក់អនឡាញព្រោះនៅពេលដែលអតិថិជនផ្ញើសារមកគឺជាទូទៅវាចូលទៅកន្លែង spam ហ្នឹងហើយអញ្ចឹងសង្ឃឹមថាវីដេអូនេះបងប្អូននឹងបានចំណេះដឹងថ្មី